បរិមម្នាក់បើករថយន្តដឹកឈើហោះដោយថតកុនហោះរំលងសួនច្បារទៅបុករថយន្ត Lexus LX 507 នៅផ្លូវម្ខាងហើយបន្តទៅបុកទម្លុះចូលផ្ទះពលរដ្ឋទៀតតែសំណាងល្អមិនមានអ្នករងរបួសបរិមម្នាក់បានបើករថយន្តកូរ៉េដឹកឈើយ៉ាងលឿនហោះរំលងសួនច្បារជ្រុលទៅបុកចំពីមុខរថយន្តមួយគ្រឿងទៀតដែលកំពុងតែបើកបរនៅផ្លូវម្ខាងទៀតបញ្ច្រាស់ទៅគ្នាចំពីមុខពេញទំហឹងរួចបន្តទៅបុកទម្លុះចូលផ្ទះពលរដ្ឋដែលសំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្សហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង 3:55 នាទីទីភ្លឺនៅថ្ងៃទី 4 ខែមេសាឆ្នាំ 2025 ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ 6 សង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វារប្រភពព័ត៌មាននៅកន្លែងកាត់ហេតុបានឲ្យដឹងថានៅមុនពេលកាត់ហេតុគេឃើញរថយន្តកូរ៉េដឹកឈើពណ៌ខៀវមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 207405 ដែលបើកបរដោយបរិសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ 6 ក្នុងទិសដៅពីជើងទៅត្បូងខណៈបើកមកដល់ចំណុចកាត់ហេតុស្រាប់តែរេចង្កូតហោះរំលងសួនច្បារមកបុករថយន្ត Lexus LX 507 ពាក់ស្លាកលេខភ្នំពេញ 2N1899 ដែលបើកបរលក្ខណៈគ្រួសារនៅក្នុងទិសដៅពីត្បូងទៅជើងនៅផ្លូវម្ខាងទៀតហើយរថយន្តនៅមិនទាន់អស់ល្បឿនបានបន្តទៅបុកទម្លុះចូលផ្ទះពលរដ្ឋខូចខាតទ្វារអស់មួយចំនួនតែសំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្សហើយភ្លាមនោះអ្នកបើករថយន្តបង្កក៏បានចុះពីរថយន្តគេចខ្លួនបាត់ស្រមោលបន្ទាប់ពីការហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះមកស្ទូចយករថយន្តទៅរក្សាទុកដើម្បីរងចាំដោះស្រាយនៅពេលក្រោយនេះខ្ញុំរ៉ាលីពី Big News